តើបងប្អូនមកមើលពីការដាំម្នាស់និងការប្រមូលផលនៅផ្លែម្នាស់វិញដំបូងឡើយយើងត្រូវកាច់កូនម្នាស់ចំនួនទៅតាមទំហំដីដែលយើងមានដែលយើងចង់ដាំបន្ទាប់មកយើងចាប់ផ្ដើមប្រមូលចងហើយជញ្ជូនយកទៅកន្លែងដែលយើងត្រូវដាំហើយការបញ្ឈរពូជគឺយើងត្រូវបញ្ឈរគល់ឡើងលើបែបនេះបើសិនជាដីយើងនៅសើមដីយើងធ្វើអត់ទាន់ហើយយើងនៅប្រើពេលក្នុងការធ្វើដីយូរទៀតយើងចាំបាច់ត្រូវតែបញ្ឈរពូជបែបហ្នឹងហើយបន្ទាប់មកគេចាប់ផ្ដើមបរិយាកូនដាក់ជីបាតហើយនឹងចាប់ផ្ដើមដាំតែម្ដងចំពោះការដាំបើសិនជាដីយើងធ្វើបានល្អគឺអ្នកដាំគាត់សប្បាយចិត្តគាត់ស្រួលដាំស្រួលកាយហើយការដាំគឺតម្រូវតែយើងត្រូវតែពាក់ស្រោមដៃ2ជាន់ឬក៏អាវ2ជាន់ដើម្បីកុំឲ្យមុតណាបងប្អូនបាទចឹងហើយយើងមើលពីការដាំរបស់បងប្អូនទាំងអស់គ្នាម្ដងម្ដើមទុំរាំតែគ្រប់គឺมันងាយស្រួលនោះទេហើយក៏មុតដៃដែរបើសិនជាបងប្អូនពាក់អាវតែមួយជាន់ឬក៏ស្រោមដៃតែមួយជាន់បន្ទាប់ពីដាំហើយយើងចាប់ផ្ដើមតប្រព័ន្ធទឹកដើម្បីស្រោចជារៀងរាល់សប្តាហ៍បើសិនជាខែប្រាំងបន្ទាប់ពីដាំបាន8ខែយើងចាប់ផ្ដើមបញ្ចេញផ្លែវាដោយប្រើថ្មស្អុយជំនួយនឹងទឹកហើយចាប់ពីពេលបញ្ចេញរហូតដល់4ខែគឺជាពេលដែលត្រូវដល់ប្រមូលផលពេលដែលជិតដល់ប្រមូលផលគឺយើងត្រូវតែដើរកាប់ស្លឹកតាមរងដើម្បីឲ្យយើងស្រួលចូលកាត់ចូលលីដើម្បីយកទៅដាក់នៅឯផ្ទះចឹងទៅចាប់ពីដាំរហូតប្រមូលផលមានរយៈពេល12ខែឬក៏អាច13 14ខែទៅតាមកូនល្អកូនតូចនិងកូនធំក្រោយមកទៀតថ្ងៃខែដែលត្រូវកាប់បានមកដល់បងប្អូនទាំងអស់គ្នាគឺយើងត្រូវតែកាប់យកមកផ្ទះដើម្បីឲ្យអ្នករើសគាត់រើសបែងចែកតូចធំទៅតាមឡូនីមួយហើយតម្លៃក៏វាខុសគ្នាតាមនឹងដែរចុងក្រោយអរគុណបងប្អូនសូមជួយ like និងជួយ share ដើម្បីធ្វើវីដេអូក្រោយៗទៀតសូមអរគុណ